តើពណ៌ធម្មជាតិមានលក្ខណៈយ៉ាងម៉េចខ្លះហើយពណ៌ធម្មជាតិមានប៉ុន្មានទម្រង់ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាមានបងប្អូនជាច្រើនឆ្ងល់ថាតើពណ៌ធម្មជាតិមានលក្ខណៈយ៉ាងម៉េចហើយមានទម្រង់អ្វីខ្លះថ្ងៃនេះនាងខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកស្រាវចម្ងល់តាក់ទងជាមួយនឹងពណ៌ធម្មជាតិថាតើពណ៌ធម្មជាតិមានលក្ខណៈយ៉ាងម៉េចខ្លះហើយពណ៌ធម្មជាតិមានប៉ុន្មានទម្រង់ពណ៌ធម្មជាតិមាន2ទម្រង់ទី1គឺលក្ខណៈរូបសាស្ត្រហើយទី2គឺលក្ខណៈគីមីសាស្ត្រសម្រាប់លក្ខណៈរូបសាស្ត្រមានន័យថាយើងអាចប្រើប្រាស់នៅស្លឹកឈើក៏ដូចជារោមសត្វឬវត្ថុផ្សេងៗដែលយើងអាចរកបាននៅក្នុងធម្មជាតិយកមកធ្វើជារូបភាពផ្ដិតនៅលើសាច់ក្រណាត់ដូចជាក្រមាឬក៏សម្លៀកបំពាក់ឬក៏វត្ថុរបស់របរប្រើប្រាស់ផ្សេងៗទៀតជាដើមដោយ like សម្រាប់ Goel Community យើងបានផ្ដោតសំខាន់ទៅលើការធ្វើពណ៌ធម្មជាតិបែបគីមីសាស្ត្រមានន័យថាយើងប្រើប្រាស់សមាសធាតុឬក៏វត្ថុធាតុដើមដែលយើងអាចរកបាននៅក្នុងធម្មជាតិដូចជាស្លឹកឈើសម្បកឈើនិងឫសឈើក៏ដូចជាស្លឹកឈើផ្សេងៗដែលយើងអាចយកមកចម្រាញ់ចេញជាពណ៌ចេញជាទឹកពណ៌ហើយយើងអាចយកទៅផ្សំជាមួយនឹងសមាសធាតុផ្សេងៗដែលរកបាននៅក្នុងធម្មជាតិដូចគ្នាមានដូចជាសាច់ជូរទឹកស្មៀនអាស៊ីតក្រូចឆ្មាទឹកកំបោរលក្ខនឹងអូខេអញ្ចឹងប្រកាសជាបងប្អូនទាំងអស់គ្នាឆ្ងល់ថាតើសម្បកឈើស្លឹកឈើឬក៏ឫសឈើទាំងអស់នោះមានអ្វីខ្លះដែលអាចរកបាននៅក្នុងធម្មជាតិហើយអាចយកមកធ្វើជាពណ៌ធម្មជាតិបែបលក្ខណៈគីមីសាស្ត្រដូចនេះនាងខ្ញុំនឹងលើកយកសមាសធាតុសំខាន់ៗដែល Goel Community តែងតែធ្វើកន្លងមកមានដូចជាសម្បកស្បែងសម្បកព្រីងខ្លឹមដង្កោកណ្ដោលក៏ដូចជាគ្រាប់ការីហើយនឹងស្លឹកឈើមួយចំនួនទៀតដូចជាស្លឹកស្វាយស្លឹកខ្នុរនិងស្លឹកឆ័ត្រជាដើមនិងឫសឈើផ្សេងៗដែលយើងអាចយកមកធ្វើជាម្ហូបជាថ្នាំគឺក៏អាចយកមកធ្វើជាពណ៌ធម្មជាតិដូចគ្នាដែរដូចនេះបងប្អូនទាំងគ្នាអាចទុកចិត្តបាននៅការប្រើប្រាស់ផលិតផលរបស់ Goel Community មិនថាជាវត្ថុអនុស្សាវរីយ៍ឬវត្ថុតូចៗក៏ដូចជាកាបូបកាតាបក្រមាសម្លៀកបំពាក់ដែលធានាមិនប៉ះពាល់ដល់ស្បែករបស់លោកអ្នកជាពិសេសបងប្អូនដែលមានស្បែកងាយប្រតិកម្មងាយរោលងាយអាឡែហ្ស៊ីនិងកន្ទួលរមាស់ផ្សេងៗហើយយើងក៏ផ្ដោតសំខាន់បំផុតចម្បងទៅលើកុមារផងដែរដោយសារតែកុមារឬទារកដែលទើបនឹងកើតគាត់មានស្បែកដែលងាយប្រតិកម្មហើយស្បែកដែលស្ដើងដូចនេះការជ្រើសរើសក្រណាត់ដែលជាក្រណាត់កប្បាសសរីរាង្គក៏ដូចជាការជ្រលក់ពណ៌ធម្មជាតិពិតជាសំខាន់សម្រាប់ឪពុកម្ដាយគ្រប់រូបដែលគាត់គួរតែជ្រើសរើសនិងគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តទិញនៅផលិតផលណាមួយសម្រាប់កូនៗរបស់គាត់សរុបមកវិញពណ៌ធម្មជាតិគឺមានទម្រង់ពីរទី1គឺបែបរូបសាស្ត្រហើយទី2គឺបែបគីមីសាស្ត្រដូចនេះសម្រាប់ Goel Community គឺយើងផ្ដោតជាងទៅលើលក្ខណៈគីមីសាស្ត្រនៃពណ៌ធម្មជាតិដូច្នេះនាងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមចែករំលែកនៅវីដេអូនេះទៅដល់មនុស្សជាទីស្រឡាញ់ទៅដល់កូនឪពុកម្ដាយបងប្អូនអ៊ំពូមីងនិងមិត្តភ័ក្តិដើម្បីឲ្យពួកគាត់បានស្វែងយល់កាន់តែច្បាស់ថាពណ៌ធម្មជាតិគឺជាសម្បត្តិវប្បធម៌របស់ជនជាតិខ្មែរហើយយើងបានបាត់បង់ជាយូរមកហើយប៉ុន្តែឥឡូវនេះយើងបានស្ដារមកវិញហើយយើងនឹងជួយផ្សព្វផ្សាយក៏ដូចជាថែរក្សាអភិរក្សបន្តទៅមុខទៀតដើម្បីឲ្យជនជាតិខ្មែរយើងគ្រប់វ័យមិនថាជាយុវវ័យឬក៏វ័យមនុស្សចាស់ឬក៏កុមារនិងបងប្អូនជំនាន់ក្រោយឲ្យពួកគាត់បានយល់ដឹងអំពីវប្បធម៌មួយនេះនិងចូលរួមថែរក្សាវប្បធម៌នៃការជ្រលក់ពណ៌ធម្មជាតិមួយនេះឲ្យកាន់តែមានអាយុកាលវែងដោយសារតែពណ៌នេះគឺធានានៅនិរន្តរភាពនិងគិតគូរពីសុខភាពយ៉ាងចម្បងរបស់អ្នកផលិតនិងអ្នកប្រើប្រាស់ផងដែរអរគុណអញ្ចឹងសង្ឃឹមថាបងប្អូនទាំងគ្នានឹងចែករំលែកវីដេអូនេះទាំងអស់គ្នាហើយបើសិនជាមានចម្ងល់អីអាចឆាតចូលក្នុង page ឬអាចទាក់ទងមក Telegram និង WhatsApp ក៏ដូចជា check មើលព័ត៌មានបន្ថែមនៅលើ website របស់យើងផងដែរអរគុណ